អ្នកដំបងរបស់ក្រុម Paris Saint-Germain បាទអ្នកចាំទីចៃ Luigi Donnarumma ខ្សែការពារគឺមាន Nuno Mendes Paco មាន Marquinhos និង Hakimi បំរើនៅខាងក្រោមគឺមាន Fabian Ruiz Vitinha ហើយនិង Neves នៅខាងលើនៅប្រយុទ្ធ3បាទគឺមានបាទ Kvaratskhelia មាន Gonzalo Ramos រួមជាមួយនឹង Desire Doué បាទបំរើប្រយុទ្ធដាក់ Vitinha បាទជាមួយ11អ្នកដំបងរបស់ Atletico de Madrid មានអ្នកចាំទី Jen Oblak ខ្សែការពារគឺមាន Marco Llorente មាន Robin Lehmann Clement Lenglet និង Thiago Calen បាទបំរើ3 4នោះបាទគឺមាន Simeone មាន Rodrigo de Paul មាន Pablo Barrios និងបាទ Samuel Lino ប្រយុទ្ធ2អ្នកនៅខាងលើគឺ Julian Alvarez រួមជាមួយនឹង Griezmann បាទ Desir កាត់ចូលថែមតែមួយក្បាល clear ទុកបាល់ Guicha អត់ចូលទេ Guicha Kvaratskheliaខ្សែប្រយុទ្ធស្លាប់ឆ្វេងមកពីណាប៉ូលីក៏ជាជំរឿសជាតិហ្សាក់ស៊ីម្នាក់យើងទស្សនានេះមកគៀកណាលើកចូលមកផ្លាត់មកធ្លាក់គួយចាទុកបាល់ទាត់វិញយើងនិយាយខ្លីថាអាចថាចាប់លំតាមអំពើចិត្តអាយ៉ាទាត់មកជើងឃ្លាមិនតទៅណាឆ្ងាយទេឆក់បាល់បានពីខាងក្រុម Paris Saint-Germain ច្រាហ្វ Hakimi បញ្ជូនចូលមក Desire Doué បញ្ជូនចូលមកកន្លែងនេះទម្លាក់មកក្រោយទះឆ្វេង Paris Saint-Germain Fabian Ruiz បូក្នុងទីក្រុង Los Angeles រីករាយឥតឧបមាជាទស្សនាទប់បាល់ទះក្រោយ Fabian Ruiz ទាត់លយណាស់សុទ្ធមួយជើងនេះគឺនាំឲ្យអ្នកគ្រប់គ្រងរំភើបទះមិនដល់ទេពី Jen Oblak អ្នកចាំទីដ៏មាំអ្នកចាំទីដៃស្អិតរបស់ Atletico Madrid ឬអ្នកចុងក្រោយទីបំផុតទប់មិនជាប់ទេលើកចូលឱកាសរបស់ក្រុម Paris Saint-Germain លុកជើងមកបានបាល់ទាត់ពីចម្ងាយប៊ីសបានមួយគ្រាប់ទៀតឲ្យទីស្ដាំដៃប៉ះក្រោយបន្តិចមកលើកឆ្វេងទៅជាបន្តទីសម្រាប់ក្រុម Paris ទាត់មកជើងស្ដាំអោបជាប់ពីអ្នកចាំទី Jen Oblak មែនទេ Fabian William របូតបាល់អាយយទៅវិញហើយឱកាសរបស់ Atletico de Madrid ទាត់ឆ្វេងអោបជាប់ពីសម្ដេច Luigi Donnarumma អង្គទាញ Griezmann ទៅវិញហើយលឿនណាស់ Paris Saint-Germain បាទ Fabian មកជួយដៃជាមួយនឹង Guicha Kvaratskhelia ទៅតាណា Kvarat ដោះខ្លួនឲ្យមក Vitinha ពីក្របចុងម៉ោងបិទល្អមិនអាចឲ្យ Atletico Madrid ធ្វើអីបានទេទាញទាត់មកជើងនេះគឺដាច់ស្អាតមែនទែន Vitinha យើងទស្សនាដែរខ្លឹមណាDesirជ្រែកដួលបាត់ហើយញ៉ាកណ្ដាលអភិន័យទេទៅវិញហើយ Rodrigo de Paul បញ្ជូនមកស្ដាំដៃសន្លះល្អណាស់ Julian Alvarez ចូលបានមកគ្រាប់មកវិញសម្រាប់ Atletico de Madrid 2-1 អត់តាន់កក់ក្ដៅទេណា Paris បាទដល់ពេល Paris ដាក់មួយទៀតមកចុយឡើងខ្ញុំទី 3-1 ខ្ញុំថា 3-1 Paris ដាក់មួយទៀតអានឹងអេឡង់ខ្ញុំណានេះ VR កន្លែងនេះមានការរំខានទៅលើ Desir Doué អាចនឹងមិនអោយណាបងប្អូនអូមកតតជើងគេ Marco Llorente មកពាំងគ្នាឲ្យដួលហ្មងបាទ Marco Llorente ទៅលើ Desir Doué អញ្ញាកដាលមកមើលហើយសម្រាប់ថាយ៉ាងណាអញ្ញាកដាលសម្រាប់ថាយ៉ាងណាបាទស្វាន់គូវ៉ាចប្រាប់ថាបាល់នេះឲ្យហើយនៅទេអត់ឲ្យទេបាទកំហុសបងប្អូនអើយបាទអត់ឲ្យទេបាទមានការរំខានទៅលើ Desir Doué អាយយដួលអត់អីទេទៅវិញអាយយឱកាស Marco Llorente កាត់ចូលក្នុងប៊ីសតាមបានមកគ្រាប់សុទ្ធមិនចូល Alexander Sørloth អូយគ្រោះថ្នាក់ណាស់បាល់មិននេះ Sørloth សុទ្ធបាញ់ចាប់ណា free ម្នាក់ឯងសុទ្ធដាច់ស្អាតណាស់ Hakimi ទាត់អត់កើតទេអត់អាចសុទ្ធទេទាស្ដាមដាច់ឡគោល3គ្រាប់ទល់នឹង0 Atletico de Madrid ត្រូវបាន Paris Saint-Germain លុត3គ្រាប់ខ្ញុំថាដាក់ Paris ឈ្នះ3គ្រាប់ទល់នឹង1ហ្នឹងបងប្អូនយើងក៏ខមមិនថាមិនអាចទេ Atletico មាំណាស់ Paris លេងឈ្នះទេមិនដល់ថ្នាក់ហ្នឹងទេឥឡូវហ្នឹង3គ្រាប់មើលឃើញទេបងប្អូនណែភ្លក់គ្រាប់ទី3បងប្អូនយើងគាត់មិនជឿឥឡូវជឿនៅ
ម៉ាយូលូជាអ្នកសុទ្ធមិននេះបាយឯទៅជាបន្តទៀតសម្រាប់ក្រុមប៉ារីសជ្រើកឱកាសរបស់ប៉ារីសសាន់ជឺម៉ានថែមឆ្វេងនៅតែបញ្ចូលពួកយកបាល់អត់បានទេឥឡូវជ្រើកដួលក្នុងបាល់ព្រោះថ្នាក់អូឆែកវាអបពេលទាំងទីពេញនឹងបាត់ហើយណែដៃនឹងតែបែហ៎បងប្អូនអើយមកឆែកវាអបប៉ុណ្ណឹងអូចង់បាក់ដៃ Robin Lenormand បែទាំងទីបងប្អូនអើយបាទបែទាំងទីបានបាល់បែទាំងទីមកខាងក្រុម Paris Saint-Germain បាទ Robin Lenormand កូរ៉េខាងត្បូងបាទដល់គ្រាប់បាល់ទី4ចូលមកចូលលីកាំង insert 4គ្រាប់ទល់នឹង0 Paris Saint-Germain លុត Atletico Madrid ដែលជាកលោយៈរបស់អេស្ប៉ាញត្រូវបានប៉ារីសដាក់4-0 và cút trong coi Paris tiếpតែហូប Atletico ទៅតែហូប Inter 5-0 នៅវគ្គផ្ដាច់ព្រាត់ឥឡូវមកហូប Atletico Madrid ទៀត 4-0 ទៀតកាចណាលោកអើយ Paris នេះគូតក្រោយប៉ះជាមួយនឹង Seattle Botafogo ងាយហើយប៉ះជាមួយនឹង Seattle Sounders ទៀតកាន់តែងាយទៀតឡើងទៅកាន់វគ្គបាទ16ក្រុមស្រួលបាទសម្រាប់ Paris ក្នុងវគ្គចែកពុលនេះណាប្រុសស្អាតលីកាំងអ៊ីនសុទ្ធស្អាត 4-0 អញ្ញាកដាលក៏សម្រាប់ថាព្រមក៏ចាបញ្ចប់ការប្រកួតជាផ្លូវការបាទ Paris Saint-Germain ឈ្នះការប្រកួតបាទទៅលើក្រុម Atletico Madrid 4-0 បងប្អូនអើយបាទច្រើនក្រាស់